រឿងសត្វចាបនិងសត្វដំរីកាលពីយូរលង់ណាស់មកហើយនៅក្នុងព្រៃធំមួយមានសត្វចាបនិងសត្វដំរីដណ្ដើមគ្នាធ្វើជាមេថ្ងៃមួយដំរីបបួលចាបផឹកទឹកភ្នាល់គ្នាបើអ្នកណាផឹកទឹកបានច្រើនជាងអ្នកនោះជាអ្នកឈ្នះចាបក៏យល់ព្រមហើយហើរនាំផ្លូវដំរីកាត់ព្រៃភ្នំទៅកាន់សមុទ្រពេលនោះទឹកសមុទ្រកំពុងជោរចាបក៏ឲ្យដំរីផឹកមុនទឹកសមុទ្រប្រៃជាខ្លាំងពិបាកលេបណាស់តែដោយចង់ឈ្នះចាបដំរីខំផឹកឥតឈប់ទឹកសមុទ្រកាន់តែជោរឡើងដល់ពោះដំរីទើបដំរីឈប់ផឹកលុះទឹកនាចចាបក៏ហើរទៅមាត់ទឹកអោនក្បាលជ្រលក់ចំពោះក្នុងទឹកធ្វើជាផឹកទឹកស្រក់ចុះចាបក៏ធ្វើជាលោតតាមទឹកនាចហើយធ្វើជាផឹករហូតដល់ជើងដំរីចាបផឹកទឹករហូតទាល់តែដំរីខ្វាត់ដំរីឃើញថាចាបផឹកទឹករហូតដល់ទឹកសមុទ្រសណ្ដក់ទៅឆ្ងាយក៏យល់ព្រមឲ្យចាបឈ្នះតាំងពីពេលនោះមកចាបក៏បានធ្វើជាមេដំរីដោយសារប្រាជ្ញាឈ្លាសវៃរបស់ចាបរឿងដង្កូវនិងសត្វក្អែកកាលពីព្រេងនាយមានសត្វដង្កូវមួយក្បាលរស់នៅលើដើមឈើធំមួយជារៀងរាល់ថ្ងៃដង្កូវតែងតែចេញមកស៊ីស្លឹកឈើនៅលើដើមឈើដែលវារស់នៅនោះកំពុងតែស៊ីស្លឹកឈើដោយសពមួយដងស្រាប់តែមានសត្វក្អែកមួយក្បាលហើរមកបំរុងនឹងចឹកស៊ីដង្កូវនោះដង្កូវឃើញថាភាពអន្តរាយចូលមកដល់ខ្លួនហើយដង្កូវក៏និយាយទៅកាន់ក្អែកថាណែបងក្អែកខ្ញុំឮមិត្តខ្ញុំនិយាយសរសើរពីបងថាជាសត្វមានប្រាជ្ញាបើដូច្នេះមែនសូមបងដោះប្រស្នាខ្ញុំមួយបើកាលណាបងដោះបានត្រូវនោះសូមបងស៊ីខ្ញុំចុះប៉ុន្តែបើសិនបងដោះប្រស្នាខ្ញុំមិនបានទេនោះបងត្រូវដោះលែងខ្ញុំសត្វក្អែកឮដង្កូវប្រាប់ថាមិត្តរបស់វាសរសើរខ្លួនថាមានប្រាជ្ញាក៏មានអំនួតជាខ្លាំងក៏ឆ្លើយថាត្រូវហើយយើងជាសត្វមានប្រាជ្ញាលើអស់ទាំងសត្វនិយាយមកថាប្រស្នាឯងជាអ្វីដង្កូវក៏ដាក់ប្រស្នាថាតើអ្វីដែលផ្អែមក្រអូបជូរនិងស្អុយជាងគេក្អែកឆ្លើយថាអ្វីដែលផ្អែមជាងគេគឺទឹកឃ្មុំអ្វីដែលជូរជាងគេគឺគ្រូឆ្មាអ្វីដែលក្រអូបជាងគេគឺផ្កាទឹកអប់និងអ្វីដែលស្អុយជាងគេគឺលាមកឬអាចដង្កូវក៏ឆ្លើយថាមិនត្រឹមត្រូវទេអ្វីដែលផ្អែមជាងគេនោះគឺសម្ដីល្អពិរោះអ្វីដែលជូរជាងគេគឺពាក្យសម្ដីត្រគោះបោកបោកហើយអ្វីដែលផ្អែមជាងគេគឺកេរ្តិ៍ឈ្មោះដែលល្អប្រពៃដោយតបប្រាជ្ញាក្អែកក៏ចុះចាញ់ដង្កូវហើយហើរចេញទៅបាត់ខានបានស៊ីដង្កូវទៅ